រដ្ឋบัตรការបង្ក្រាបស្កេមថ្មីមួយបានធ្វើឡើងតាំងពីព្រឹកទល់យប់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយកម្លាំងចម្រុះរាប់សិបនាក់បានចុះបង្ក្រាបទីតាំងសង្ស័យចំនួន5អគារនិងឃាត់ខ្លួនជនបរទេស275នាក់ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីប្រតិបត្តិការនេះធ្វើឡើងចាប់ពីព្រលឹមរហូតដល់ម៉ោង10យប់ថ្ងៃទី24ខែឧសភាឆ្នាំ2026ក្រោមការដឹកនាំរបស់ស្នងការនគរបាលជាតិសហការជាមួយអាជ្ញាធរខេត្តកម្លាំងអាវុធហត្ថនិងសាលាដំបងខេត្តបន្ទាយមានជ័យសមត្ថកិច្ចនៅទីតាំងកើតហេតុបានឲ្យដឹងថាប្រតិបត្តិការរយៈពេល1ថ្ងៃទល់យប់បានចុះបង្ក្រាបអគារចំនួន4កន្លែងនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតនិងទីតាំងមួយទៀតនៅភូមិប៉ាឡេឡៃក្នុងចំណោមទីតាំងដែលត្រូវបានបង្ក្រាបមានអគារ6ជាន់ដែលមាន45បន្ទប់អគារ7ជាន់មាន26បន្ទប់និងអគារផ្សេងទៀតដែលសង្ស័យប្រើប្រាស់ដើម្បីឆបោកតាមប្រព័ន្ធអនឡាញប្រភពពីកម្លាំងប្រតិបត្តិការបញ្ជាក់ថាសម្ភារៈពាក់ព័ន្ធនឹងសកម្មភាពស្កេមអនឡាញនិងឧបករណ៍បច្ចេកវិទ្យាមួយចំនួនត្រូវបានដកហូតជនបរទេសដែលត្រូវបានឃាត់ខ្លួនត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាក្រុងសេរីសុភ័ណ្ឌមុនបញ្ជូនបន្តទៅរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់និងបណ្តេញចេញពីកម្ពុជាប្រតិបត្តិការនេះកើតឡើងខណៈដែលក្រុងប៉ោយប៉ែតនៅតែត្រូវបានចាត់ទុកជាចំណុចក្តៅមួយនៃបណ្ដាញស្កេមអនឡាញដែលអាជ្ញាធរកម្ពុជាកំពុងតែបន្តបើកយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់ខ្ញុំរស់សុធាពី News Today NTTV